អ្នកទាំងអស់គ្នាជឿអត់បើសិនខ្ញុំប្រាប់ថាខែ7នេះខ្ញុំមកក្រេបបាន2ឆ្នាំហើយតែខ្ញុំអត់ដែលធ្លាប់បានជិះរថភ្លើងល្បឿនលឿនដោយហៅថា KTX ហ្នឹងទេមែនខ្ញុំអត់ដែលជិះមែនខ្ញុំនិយាយមែនខ្ញុំធ្លាប់តែជិះប្រភេទរថភ្លើងវៃកាតរថភ្លើងទិញសបុតបែបមិនលឿនហ្មងទេមូកង្ហាឬក៏មួយទៀត ITH ធ្លាប់ជិះតែហ្នឹងចិត្តតំបន់ដែលខ្ញុំរស់នៅឯងសូវជាដើរទៅតំបន់ឆ្ងាយឆ្ងាយបើបានដើរលេងទៅណាតំបន់ឆ្ងាយឆ្ងាយទៅជាមួយក្រុមការងារទៅជាមួយអ្នកធ្វើការជាមួយអីចឹងណាតែបើសួរឲ្យខ្ញុំមានកម្រងទៅដើរលេងឆ្ងាយឆ្ងាយខ្ញុំមានកម្រងដែរដូចជាប្រហែលខែមុនខ្ញុំមានកម្រងទៅលេងអ៊ូសាន់ពេលហ្នឹងក៏បានទិញសបុតហើយដែរប៉ុន្តែក៏ cancel វិញទី1មិនមែនថាសបុតអូខេទទួលស្គាល់ថាសបុតថ្លៃ 50000 អញ្ចឹងទៅមកវា 100,000 ចុះនៅថ្លៃទៅដល់ជិះរថភ្លើងឲ្យទៅដល់កន្លែងដែលយើងចង់ទៅណាអញ្ចឹងវាចំណាយច្រើនទៅមកជាង 100,000 ហើយបើសិនជាយើងបានទៅលេងនៅក្នុងយូគេងយប់ពីយប់វាអត់អីទេសហួយប៉ុណ្ណឹងប៉ុន្តែវាយើងគេងទៅតែមួយយប់ហើយមកវិញអញ្ចឹងទៅក៏ cancel វិញចាំលើកក្រោយអញ្ចឹងទៅនៅតែអត់ធ្លាប់បានជិះKTX ល្បឿនលឿននឹងដដែលតែលើកនេះជាបទពិសោធន៍លើកទី1ដែលខ្ញុំជិះKTX ហ្នឹងដោយសារខ្ញុំទៅឈូចង់នៅតំបន់054ខ្ញុំការងារខ្ញុំនៅ031តែខ្ញុំទៅឈូចង់ដល់054ដោយសារតែមានអវ៉ាន់ខូចអីបាត់ឲ្យយើងទៅពិនិត្យឡើងវិញហើយរាល់ដងខ្ញុំក៏មិនជិះរថភ្លើងទៅធ្វើការដែរប៉ុន្តែដោយសារមេគាត់ទៅមុនគាត់ត្រូវការងារត្រូវទៅដល់ក្នុងតាំងពីព្រឹកអញ្ចឹងខ្ញុំទៅពីខាងក្រោយខ្ញុំជិះរថភ្លើងទៅតែដល់ពេលចប់ការងារហើយខ្ញុំឡើងឡានមកមួយមេវិញមកមួយឆាច់នេះវិញអញ្ចឹងណាខ្ញុំនិយាយតពីបទពិសោធន៍ជិះ KTX នឹងរថភ្លើងល្បឿនលឿននឹងអត់ធ្លាប់ជិះដល់ពេលចឹងវាអត់មានបទពិសោធន៍ហើយបើអ្នកអង្គស្ដាប់ហើយសោយក៏ដឹងថាមិនដែរព្រោះវាជាការប៉ັດដែលខ្ញុំជិះលើកទី1ហ្នឹងខ្ញុំមានអារម្មណ៍ថាវាហឹងទៅជាដូចហឹងជាចង់ហឹងជាងពេលជិះយន្តហោះទៀតអញ្ចឹងវាថាគេគ្រប់គ្នាមិនដែរហើយមិនក៏ខ្ញុំអញ្ចឹងអ្នកគេគ្រប់គ្នាអញ្ចឹងដែរមែនហើយបើសិនជាអញ្ចឹងឲ្យធំមិនទៅកុំឲ្យវាហឹងទៅជាងនៅប្រទេសកូរ៉េនេះក្រៅពីការដើរលេងដែលអាចស្គាល់តំបន់នេះតំបន់នោះនឹងច្រើនហ្នឹងគឺមួយទៀតខ្ញុំស្គាល់តាមរយៈការធ្វើការទៅតំបន់នេះតំបន់នោះច្រើនណាខ្ញុំទៅឈូចាំងច្រើនតំបន់ហើយក៏ច្រើនហងចាក់ដែរប៉ុន្តែកម្របានជួបខ្មែរគឺភាគច្រើនផ្ទះលេខ3ច្រើនខ្លាំងហ្មង